សូមជូនរឿងខ្ញុំនាចំនួនពលពតខ្ញុំត្រូវគេជំលៀសខ្លួនឲ្យទៅនៅភូមិមួយនៅខេត្តបាត់ដំបងខ្ញុំត្រូវព្រាត់អស់ញាតិមិត្តបងប្អូនជាពិសេសព្រាត់ពីបុរសជាប់ផ្ទះម្នាក់ដែលខ្ញុំបានលួចស្រឡាញ់តាំងពីខ្ញុំទៅតែពេញក្រមុំភ្លាមជីវិតរបស់ខ្ញុំពេលនោះស្គាល់តែទឹកភ្នែករាល់ថ្ងៃតែខ្ញុំលួចយំមិនហ៊ានយំឲ្យពួកពលពតឃើញទេខ្លាចវាចាប់យកទៅវៃចោលពួកពលពតមីពលពតនោះសាហាវដូចសត្វដេរឆានអត់មានចាត់ទុកយើងជាមនុស្សដូចគ្នាទេសង្ស័យតែពួកវាឡប់ក៏មិនដឹងរាល់ថ្ងៃភ្នែកសម្លក់សម្លឹងធ្វើឲ្យខ្ញុំប្រលឹងនៅចុងសក់ថ្ងៃមួយនោះខ្ញុំកំពុងច្រូតស្រូវបណ្ដើរក្នុងចិត្តទន្ទិញពួកចោមរាយនឹងបណ្ដើរប៉ុន្តែខ្ញុំស្រាប់តែឈឺពោះឈឺចុកខ្លាំងណាស់ព្រោះថ្ងៃនោះខ្ញុំមករដូវទ្រាំមិនបានខ្ញុំអង្គុយចុះបន្តិចស្រាប់តែមេកងស្រីម្នាក់ដើរវងមករកខ្ញុំស្រែកជេរខ្ញុំច្រែតថាខ្ញុំខ្ជិលឈឺសតិអារម្មណ៍ធ្វើពុតកិច្ចមិនចង់ធ្វើការហើយចង់ចាប់ខ្ញុំយកទៅរៀនសូត្រសំណាងបានបរិសសង្ហាម្នាក់ចេញមកអង្វរកឲ្យខ្ញុំដោយប្រាប់គាត់ជាញាតិរបស់ខ្ញុំទើបវាមិនដេញដោលខ្ញុំបន្តនាងមេកងនឹងអះណាស់ដែរឃើញបរិសនោះសង្ហាពេកទៅបាត់មាត់បាត់កហើយមើលគាត់ភ្លាកប្រងឲ្យដៃគាត់នោះឈ្មោះវាសនាស្អាតសង្ហាណាស់បើទោះជារូបរាងស្គមបន្តិចតែស្គមសមហើយគាត់មិនដែលទាំងស្គាល់ខ្ញុំផងស្រាប់តែមាននិស្ស័យហ៊ានចេញមុខជួយការពារខ្ញុំធ្វើឲ្យខ្ញុំបាក់ចិត្តស្រឡាញ់គាត់ក្នុងគ្រានោះតែម្ដងក្រោយមកខ្ញុំនិងបងវាសនាចេះតែវាយកន្ទុយភ្នែកដាក់គ្នាតែលាក់លៀមមិនឲ្យអ្នកណាដឹងខ្លាចគេថាយើងខុសសិលធម៌នាំឲ្យបាត់ខ្លួនទាំងពីរនាក់ស្រណោះថ្ងៃមួយមែនតែនពេលខ្ញុំដើរទៅរកកន្លែងបត់ជើងតូចស្រាប់តែឃើញបងវាសនាកំពុងតែខ្ញុំអៀននឹងគាត់អៀនអត់ហ៊ានមើលអីសោះខ្ញុំឈប់បិទភ្នែករហូតតតែគាត់ប្រាប់ថាគាត់រួចរាល់ហើយទើបពួកយើងដើរទៅភូមិជាមួយគ្នាមែនហើយគាត់ឈរចាំខ្ញុំបត់ជើងតូចរួចទើបយើងមិនដើរគ្នាទៅហើយកាលនោះគាត់ថែមទាំងប្រាប់ខ្ញុំថាគាត់តែងតែនឹកខ្ញុំគ្រប់ពេលវេលាទោះជាអំបញ្ញមិញគាត់កំពុងតែបត់ជើងធំក៏គាត់នឹកខ្ញុំដែរខ្ញុំរំភើបណាស់តែដឹងអីពេលពួកយើងដើរកាត់ផ្ទះនាងមេកងអះនោះវាស្រាប់តែហៅបងវាសនាឲ្យចូលទៅផ្ទះវាខ្ញុំដើរទៅផ្ទះម្នាក់ឯងទាំងខឹងនាងនឹងញ័រខ្លួនតែមិនដឹងធ្វើអីវាកើតបានត្រឹមតែដាក់បណ្ដាសាឲ្យវាឆាប់រលាយខ្ញុំស្រមៃថានាងម្នាក់នឹងហៅបងវាសនាចូលទៅផ្ទះវាប្រាកដជាគំរាមរំលោភគាត់ហើយខ្ញុំស្ដាយខ្លួនបងវាសនាណាស់តែខំរងាប់ចិត្តថាឲ្យបងវាសនាព្រមជាមួយវាទៅកុំគិតពីខ្ញុំអីសំខាន់គឺថែរក្សាជីវិតឲ្យគង់សិនខ្លួនគាត់នៅតែជារបស់គាត់ដដែលទេប៉ុន្តែមិនយូរប៉ុន្មានរឿងខកបំណងមួយក៏កើតឡើងទៀតនៅពេលនាងមេកងរលៀងនោះដឹងពីស្នេហាអាចកំបាំងរវាងខ្ញុំនិងបងវាសនាវារាយការណ៍ឲ្យគេបញ្ជូនខ្ញុំមកគុកទួលស្លែងនេះក៏វាពង្រត់បង្រាស់ពួកខ្ញុំធ្វើឲ្យពួកយើងលែងបានឃើញមុខគ្នាហើយនិយាយដល់ត្រឹមនេះនាងភិនស្រណោះស្រណោកតែពេលនាងហើបមាត់ប្រុងនិយាយបន្តស្រាប់តែមានអ្នកស្ដាប់ម្នាក់ស្រែកខាត់ឈប់និយាយទៅនិយាយធ្វើសំឡេងឲ្យព្រឺព្រួចតែដល់ស្ដាប់ទៅរៀបរាប់តែពីខ្លួនឯងមិនឃើញមានខ្មោចលងអីសោះនាងភិនក៏ឆ្លើយតបដោយសំឡេងមួយថាតែរឿងខ្ញុំមិនទាន់ចប់ទេសំឡេងអ្នកស្ដាប់តបទៅវិញតែគេគ្រប់គ្នាស្ដាប់ឡើងធុញហើយរឿងរបស់នាងនោះតើមិនចេះនិយាយរឿងខ្មោចលងទេឈប់និយាយទៅនាងភិនតបថាតែខ្ញុំមិនធ្លាប់ខ្មោចលងទេអ្នកស្ដាប់ម្នាក់ទៀតស្រែកឲ្យនាងអញ្ចឹងឈប់និយាយទៀតទៅគេចង់ស្ដាប់តែរឿងខ្មោចទេនាងភិននៅតែតវ៉ាថាតែខ្ញុំបាននិយាយពីរឿងខ្ញុំឲ្យស្ដាប់ហើយតើចុះរឿងរបស់នាងនឹងគឺជារឿងខ្មោច
គ្រប់គ្នាកំហុសឲ្យនាងទាំងចំអកនាងភិនឆ្លើយទៅពួកគេថាចាស់ព្រោះខ្ញុំគឺជាខ្មោចឮនាងនិយាយបែបនេះមនុស្សនៅទីនោះទាំងប៉ុន្មានក៏ភ័យស្រឡាំងកាំងចែកជើងគ្នារត់ខ្ទេចនៅសល់តែ2នាក់ដែលអង្គុយញ័រទន្ទ្រាក់រត់មិនរួចក្នុងនោះម្នាក់គឺអ្នកស្រីពៅដែលនាងភិនបាននិយាយទៅរកគាត់អ្នកស្រីគឺជាមនុស្សចេះដឹងណាស់សម្ដីដែលអ្នកស្រីនិយាយបានធ្វើឲ្យខ្ញុំជាប្រលឹងខ្មោចស្រីរំភើបចិត្តហ៊ានចេញមកបង្ហាញខ្លួននៅមុខមនុស្សដ៏ច្រើនខណៈដែលប្រលឹងខ្មោចប្រុសខ្លាចមិនហ៊ានចេញមកសោះអ្នកស្រីដឹងទេខ្ញុំត្រូវពោលពោតសម្លាប់ដោយវេទនាណាស់ប៉ុន្តែហេតុអីបើជាមនុស្សទាំងនោះមិនចង់ស្ដាប់រឿងកំសត់របស់ខ្ញុំពេលនេះខ្ញុំមានរឿងមួយពឹងឲ្យអ្នកស្រីជួយព្រោះអ្នកស្រីគឺជាស្រីក្លាហានដែលខ្ញុំបានជួបសូមអ្នកស្រីអាណិតខ្ញុំផងជួយដាក់ពាក្យបណ្ដឹងទៅសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហមឲ្យប្រលឹងខ្ញុំផងសូមអ្នកស្រីជួយខ្ញុំផងអ្នកស្រីពៅអង្គុយស្ដាប់ខ្មោចស្រីនេះនិយាយទាំងញ័ររហូតដល់សន្លប់នៅនឹងកន្លែងប្រលឹងនាងភិនក៏ងាកទៅមនុស្សម្នាក់ទៀតគឺលោកចော့តែគាត់នៅចាំអីបានជាមិនព្រមរត់នាងភិនក៏សួរហេតុអីលោកមិនរត់ដូចជាពួកគេទៅលោកនៅធ្វើអីឬចង់ស្ដាប់រឿងរ៉ាវខ្ញុំបន្តទៀតលោកចော့ភ័យរឹងធ្គាមនិយាយមិនចេញគាត់អាចត្រឹមតែត្រដរដើរទាំងញ័រទៅរកប្រលឹងខ្មោចដើម្បីហុចរង្វាន់ឲ្យនាងរួចទៅគាត់សន្លប់បាត់ស្មារតីតាមអ្នកស្រីពៅទៅ